បណ្ដាញសង្គមទាំងអស់បាទជាទីគោរពនៅក្នុងវីដេអូនេះខ្ញុំលើកនិយាយតាក់ទងទៅនឹងបញ្ហានៃការព្យាបាលកូនស្រីរបស់ខ្ញុំនៅមន្ទីរពេទ្យកម្ពុជាជាតិបាទហើយខ្ញុំតែងតែលើកឡើងថាផ្អែកទៅលើស្ថានភាពជំងឺកូនស្រីរបស់ខ្ញុំគួរណាស់តែខាងមន្ទីរពេទ្យកម្ពុជាជាតិនឹងអាចជួយគាត់បានប៉ុន្តែហេតុអ្វីខ្ញុំបានជម្រាបពីខាងដើមនៅវីដេអូលើកមុនអញ្ចឹងគឺថាកូនជំងឺកូនស្រីរបស់ខ្ញុំនេះគឺកើតមានឡើងគឺបណ្ដាលមកពីកំហុសនៃការព្យាបាលនិងការប្រើប្រាស់ថ្នាំនៅពេទ្យទី1បាទអញ្ចឹងនៅពេលដែលមានបញ្ហាកើតឡើងនៅពេទ្យទី1ខ្ញុំក៏បានយកមកពេទ្យកម្ពុជាជាតិបាទពេទ្យទី2នេះហើយនៅពេលហ្នឹងក៏មានការណែនាំពីពេទ្យទី1ផងដែរពីព្រោះពេទ្យទី1ហ្នឹងគឺគាត់ថាគាត់ស្គាល់គ្រូពេទ្យនៅមន្ទីរពេទ្យកម្ពុជាជាតិនឹងខ្លះដែរពេលហ្នឹងគឺគ្រូពេទ្យបានពិនិត្យឈាមម្ដងហើយកូនរបស់ខ្ញុំពិនិត្យម្ដងទៀតបាទគេឲ្យពិនិត្យ2ដងបាទក្នុងថ្ងៃតែមួយហ្នឹងបាទនៅក្នុងម៉ោងបន្តគ្នាហ្នឹងលើកទី2នេះគឺកូនខ្ញុំមានលេជំងឺគ្រុនឈាមមួយទៀតបាទពិនិត្យលើកទី1នេះអត់ឃើញមានបានបញ្ជាក់មកគឺខាងហ្នឹងក៏គេបញ្ជូនមកផ្នែក F ក៏បានចាប់ផ្ដើមព្យួរសេរ៉ូមហើយនៅពេលហ្នឹងកូនខ្ញុំក៏គាត់អត់មានធ្វើទុកអីដែរគាត់ស្រួលដែរទេនៅនិយាយធម្មតាហូបបាយបានធម្មតាពេលដែលមកដល់ផ្នែក S បណ្ឌិតឈាមម្ដងទៀតហើយរងចាំលទ្ធផលដល់ម៉ោងប្រហែលជា2-3បាទបានគ្រូពេទ្យយកលទ្ធផលមកប្រាប់ហើយគាត់បានដាក់ការសន្និដ្ឋានប្រាប់ខ្ញុំថាកូនខ្ញុំហ្នឹងគឺអាចកើតជំងឺមហារីកគ្រាប់ឈាមបាទវាក្នុងជាតិពុលនៅក្នុងថ្លើមហ្នឹងគឺខ្ពស់បាទកូនរបស់ខ្ញុំបាទដោយសារតែកំហុសនៃការព្យាបាលនៅពេទ្យទី1ធ្វើឲ្យបែកគ្រាប់ឈាមហើយនឹងពុលថ្លើមហ្នឹងហើយការសន្និដ្ឋានជំងឺមហារីកនេះឯកទៅលើការឡើងចុះនៃគ្រាប់ឈាមសឈាមក្រហមហើយនឹងរោគសញ្ញាមួយចំនួនសញ្ញាមួយចំនួនវាកើតមានឡើងដោយសារតែកំហុសនៃការព្យាបាលនៅពេទ្យទី1ខ្ញុំទទួលស្គាល់តែមួយគត់ទេគឺកូនរបស់ខ្ញុំមុនដំបូងគឺឡើងកូនកដុលកកឡើងកូនកដុលនេះគឺកូនរបស់ខ្ញុំអត់មានឈឺអីក្តៅខ្លួនគ្រុនក៏អត់មានដែរគឺធម្មតាទាំងអស់គាត់ទៅរៀនគាត់ធ្វើការធម្មតាប៉ុន្តែហេតុអីបានតែខ្ញុំយកទៅពេទ្យទី1មុនដំបូងដោយសារខ្ញុំបារម្ភខ្លាចថាកើតមានជំងឺល្បែងកូនកដុលប៉ុន្តែពេលដែលខ្ញុំយកទៅព្យាបាលនៅពេទ្យទី1គាត់ចេះតែដាក់ថ្នាំទៅហើយអញ្ចឹងវាប្រតិកម្មទៅជាបែកគ្រាប់ឈាមពុលថ្លើមតិចបាទរិចដៅហេតុអីបានជាគ្រូពេទ្យដាក់ការសន្និដ្ឋាននេះមិនផ្អែកទៅលើដើមហេតុដែលនាំឲ្យមានរោគសញ្ញាទាំងអស់ហ្នឹងហើយគាត់ដាក់ការសន្និដ្ឋានទៅលើជំងឺមួយថ្មីបង្វែរកូនរបស់ខ្ញុំណាគិតទៅលើរោគសញ្ញាទាំងអស់ហ្នឹងហើយវាតម្លៃវិនិច្ឆ័យជំងឺកូនរបស់ខ្ញុំទៅជាជំងឺមហារីកគ្រាប់ឈាមនេះជាបញ្ហាហើយកូនរបស់ខ្ញុំនៅពេលដែលមានការសន្និដ្ឋានបែបហ្នឹងនៅពេលល្ងាចបាទត្រូវបានគេផ្ទេរពីផ្នែក S ទៅផ្នែក G ណាផ្នែកអគារឈាមទៅដល់អគារ G ភ្លាមគ្រូពេទ្យក៏បានសួរផ្ដោតទៅលើការព្យាបាលលើកដំបូងហ្នឹងគាត់ថាហេតុអីបានជាគ្រូពេទ្យទុកអ្នកជំងឺព្យាបាលដល់ដំណាក់កាលហ្នឹងហើយពេទ្យប្រើប្រាស់ថ្នាំអីបានជាធ្វើឲ្យមានការពុលថ្លើមបែបហ្នឹងហើយគ្រូពេទ្យក៏ឲ្យខ្ញុំទៅស្នើសុំលទ្ធផលស្នើសុំវិជ្ជបញ្ជាពីគ្រូពេទ្យទី1ថាគាត់ប្រើប្រាស់ថ្នាំអីខ្លះពួកកូនខ្ញុំពុលថ្លើមខ្លាំងបាទកម្រិតជាតិពុលគឺខ្លាំងមួយនេះសរសេរអត់ដំណងថ្នាំមកគាត់ឲ្យថ្នាំអីខ្លះនឹងកំហុសទៅពេទ្យទី1នេះវាជាបញ្ហាដែលបង្កឲ្យកូនខ្ញុំនឹងកើតជំងឺបែបនេះទៅជាបែកគ្រាប់ឈាមឡើងគ្រាប់ឈាមសឈាមក្រហមដល់ពុលថ្លើមតែការសន្និដ្ឋាននេះគឺជាជំហានដំបូងទេព្រោះផ្អែកទៅលើការឡើងចុះទេវាអត់មានម៉ាស៊ីនអត់មានឧបករណ៍បណ្ឌិតទៅថាឃើញកើតមានជំងឺមហារីកគ្រាប់ឈាមអត់ទេព្រោះពេទ្យទាមទារឲ្យមានការប្រឌិតគ្រូឆ្អឹងមួយទៀតឲ្យជាក់ច្បាស់ថាតើគាត់កើតជំងឺមហារីកឈាមឬក៏អត់